ការកាប់បំផ្លាញព្រៃឈើរាល់ថ្ងៃជារៀងរាល់ថ្ងៃវាជាបទបញ្ជារបស់ហ៊ុនម៉ាណែតឬក៏ជាការប្រមាថហ៊ុនម៉ាណែតហើយដោយបាននិយាយសួរដូច្នេះពីព្រោះបើយើងមើលឆន្ទៈរបស់ហ៊ុនម៉ាណែតតាមពាក្យសម្ដីយើងអត់មើលទឹកចិត្តទេឆន្ទៈតាមពាក្យសម្ដីគឺគាត់មានការបដិញ្ញាចិត្តការពីព្រៃឈើលើកមុនគាត់ទៅទស្សនាតំបន់ព្រៃភ្នំនៅខ្នងភ្នំខេត្តកំពង់ស្ពឺគាត់ចាប់ផ្ដើមមានមនោសញ្ចេតនាជាមួយនឹងសម្បត្តិធម្មជាតិនឹកឃើញថាអូទឹកដីកំណើតរបស់អញព្រោះគាត់កើតក្នុងវិមាននេះគាត់កើតក្នុងវិមាននេះគាត់អត់ស្គាល់ណែបើនិយាយទៅស្តៀងតែវាំងដែរគាត់ដូចតែវាំងគឺថាវិមានពេជ្រតែចុះគាត់កើតក្នុងវិមាននេះហើយគាត់ទៅរៀននៅសហរដ្ឋអាមេរិកគាត់អត់ស្គាល់អំពីថាអ្វីទៅតែដែនដីសវណ្ណភូមិខ្មែរគាត់កាន់អំណាចតាមឪពុករបស់គាត់ដោយគាត់មិនស្គាល់អំពីទឹកដីខ្មែរជាទឹកដីសវណ្ណភូមិទឹកដីសវណ្ណភូមិគឺទឹកដីមាសណាបងប្អូនមាសនេះគឺទឹកដីដែលសម្បូរទៅដោយទ្រព្យសម្បត្តិធនធានធម្មជាតិនិងរ៉ែមិនមែនជាទឹកដីដូចនៅសិង្ហបុរីទេគាត់អត់យល់ពីតម្លៃហ្នឹងទេពេលដែលខ្ញុំឃើញអត្ថបទមានការចុះផ្សាយលើកមុនហ្នឹងគឺគាត់ទៅខ្នងភ្នំគាត់ចាប់ផ្ដើមថាអូទឹកដីកម្ពុជាគឺជាទឹកដីសវណ្ណភូមិតាអញ្ចឹងគាត់យោងតាមសម្ដីគឺមានឆន្ទៈនៅក្នុងការពារសម្បត្តិធម្មជាតិនិងសម្បត្តិជាតិរបស់ខ្មែរសវណ្ណភូមិខ្មែរប៉ុន្តែអំឡុងពេលដែលហ៊ុនម៉ាណែតប្រកាសក្តែងនិងបដិញ្ញាចិត្តការកំពុងធំនៅក្នុងការពារសម្បត្តិធម្មជាតិការកាត់បំផ្លាញនៅក្នុងពេលដំណើរគ្នានឹងសម្បូរពេជ្រក៏វាកើតឡើងអញ្ចឹងយើងក៏ចោទជាសំណួរហ្នឹងថាតើពួកគេប្រមាថហ៊ុនម៉ាណែតណាដែលជាមនុស្សជាកូនណាមេដឹកនាំគណៈបកប្រជាជនណាដែរឬទេហ៊ុនសែនដែរឬទេពីព្រោះបើសិនជាការបដិញ្ញាចិត្តនិងបទបញ្ជារបស់ហ៊ុនម៉ាណែតមានប្រសិទ្ធភាពតើមានអាមេអថោឯណាដែលហ៊ានទៅប្រឆាំងជាមួយនឹងហ៊ុនសែនពីព្រោះសូម្បីតែមនុស្សជនស្លូតត្រង់ដូចជារងឈុនត្រូវបានគេប្រែក្លាយពីមនុស្សឲ្យទៅជាដេរឆានចាប់សកម្មជនបរិស្ថាន7-8នាក់ដេកនៅក្នុងគុកបច្ចុប្បន្នសម្បូរចុះអាអ្នកកាត់ហេតុអីបានជាគ្មានអ្នកកាត់ឈើណាម្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវបានចាប់ដាក់គុកឃើញតែអ្នកការពីព្រៃឈើបងយូរមកតើថ្ងៃឆ្លោះយ៉ាងម៉េចអញ្ចឹងបានជាមានប្រិយមិត្តមកដល់តនេះខ្ញុំនិយាយច្រើនដងហ្នឹងគេថាបើគេចាប់អ្នកការពីព្រៃឈើទាល់តែគេលើកកម្ពស់ស្រីពៅអ្នកកាប់បំផ្លាញព្រៃឈើអញ្ចឹងបានមានន័យថាទោះតែបទបញ្ជាហ៊ុនម៉ាណែតចុះបទបញ្ជាហ៊ុនម៉ាណែតហេតុអ្វីបានជាគាត់សម្ដែងធ្វើជាមានមុតតនភាពចំពោះណាការបញ្ញាចិត្តស្រីសុខបង្ក្រាបបទល្មើសព្រៃឈើអានឹងវាចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលពាក្យពីរម៉ាត់របស់សូនតារាគឺភូតអួតវិលចូលទៅពីពាក្យហ្នឹងអានេះបាទបូរីសេអញ្ចឹងបើយើងប្រព្រឹត្តមើលទៅណានៅក្នុងប្រទេសកម្ពុជាគ្មាននរណាម្នាក់ដែលអាចទៅកាប់បំផ្លាញព្រៃឈើដោយគ្មានភ្លើងខៀវពីត្រកូលហ៊ុនបានទេបងប្អូនសូម្បីតែដីមកចំអាងក៏អត់បានដែរវ៉ាន់បានឌីអញ្ចឹងបានខ្ញុំត្រឡប់ថាបើស្ថានភាពក្នុងប្រទេសកម្ពុជាអ្នកដែលការពារបរិស្ថានត្រូវបានគេចាប់ដាក់គុកដូច្នេះមានន័យថាអ្នកដែលបំផ្លាញបរិស្ថានហ្នឹងត្រូវបានគេលើកតម្កើងអញ្ចឹងបានជាមានមួយស្តៀងនឹងបតែវា logic តែខ្ញុំឆ្លើយនៅក្នុងសារបងប្អូនយើងសូមទៅពុះរឿងរងឈុនវិជ្ជការហេងគេថាលោកគ្រូយល់យ៉ាងម៉េចរងឈុនទៅមើលព្រំដែនសាលីគីមការពីព្រំដែនត្រូវបានគេចាប់ដាក់គុកហើយដកសិទ្ធិជាពលរដ្ឋនឹងធ្វើនយោបាយខ្ញុំឆ្លើយតបស្តីនឹងដែរគប់ពលឯងខ្ញុំថាបើទៅមើលព្រំដែនការពីព្រំដែនត្រូវបានដកសិទ្ធិធ្វើនយោបាយវាតតែផ្ទុយអាអ្នកធ្វើនយោបាយណាស្រីមកគឺតតែអ្នកនឹងកាត់ព្រំដែនឲ្យទៅគេអានោះវាអាចផ្ទុយអញ្ចឹងអានោះឥឡូវវាដូចគ្នាផ្ទឹមគ្នាប៉ុណ្ណាបើទៅចាប់អាអ្នកការពីបរិស្ថានដាក់គុកវាតតែអ្នកនឹងលើកដំកើងការកាប់បំផ្លាញព្រៃឈើអញ្ចឹងមែនអាអ្នកកាប់ឈើដែលគេក្បាលអាណាមួយជាប់គុកផងអាហ្នឹងណាមួយត្រូវជាប់គុកតែអ្នកការពីព្រៃឈើថាចុះឥឡូវត្រឡប់មកវិញសូនតារាថា
បើទៅមើលព្រំដែនស្រឡាញ់ព្រំដែនការពារព្រំដែនប្រទេសត្រូវចាប់ដាក់គុកនិងដកសិទ្ធិធ្វើនយោបាយអញ្ចឹងតើតើអ្នកដែលមានសិទ្ធិធ្វើនយោបាយទាំងអស់កាត់ដីឲ្យបរទេសមែនទេមានឥឡូវយើងឧទាហរណ៍មួយឧទាហរណ៍ថាអ្នកដែលថាភូមិហេងសំរិនក្នុងដីយួនអត់មានណាចាប់ដកទេអានេះគេតម្លើងទៅក្រោយពីថាភូមិហេងសំរិននៅក្នុងដីយួនឡើងឯកឧត្តមហើយឡើងងារជាបណ្ឌិតសភាចារក្រោយសុកទូចមុនជាបណ្ឌិតសុកទូចទេបងប្អូនណាហ្វាប់ជាបណ្ឌិតសុកទូចប៉ុន្តែក្រោយពីគាត់រកឃើញថាភូមិហេងសំរិននៅក្នុងដីយួននឹងឲ្យម៉ាល់នៅព្រំដែនតិចគាត់ហើមតិចពេលនោះត្រឡប់មកវិញគាត់ទទួលបានណាវងសាវិនងារជាឯកឧត្តមបណ្ឌិតសភាចារអានេះភ្លាមអញ្ចឹងបានវាត្រឡប់សូនរ៉ាសួរទេសូនរ៉ាសួរថាបើរងឈុនការពារទៅមើលព្រំដែនណាការពារព្រំដែនត្រូវមានទោសដាក់គុកនឹងដកសិទ្ធិធ្វើនយោបាយអញ្ចឹងមានន័យថាអ្នកនយោបាយដែលមានសិទ្ធិធ្វើនយោបាយទោះតែកាត់ដីឲ្យបរទេសហើយអានេះជាសំណួររបបបែបកៅសក់ណាអញ្ចឹងเราត្រឡប់មកទៅនេះសុខទី1ថានិយាយឲ្យច្បាស់ថាតែជាបទបញ្ជាឬក៏ជាបទល្មើសដែលប្រឆាំងឬក៏ប្រមាថកិច្ចខិតខំប្រឹងប្រែងរបស់ហ៊ុនម៉ាណែតចំពោះការពីបំផ្លាញព្រៃឈើបទបញ្ជាយើងអាចថាបានពីព្រោះចំណុចមួយណាបងប្អូនទី1គឺភូតអួតបើកាលណាហ៊ុនម៉ាណែតនិយាយអញ្ចេះគាត់ធ្វើអញ្ចឹងទេមួយដើម្បីរងាប់អារម្មណ៍យើងភ្លេចតែយើងរកឃើញបើយើងរកឃើញក៏យើងអត់ដឹងដែរទី2បើយើងនិយាយពីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាគឺចាប់ផ្ដើមនិយាយថាដុនដាបចឹងធ្វើម៉េចត្រូវលួចកាត់ឈើលុបដើម្បីទប់ទល់ជាមួយនឹងចំណូលរបស់ណាចំណូលរបស់រដ្ឋប៉ុន្តែអាការកាត់ឈើលក់នោះវាជាឱកាសសម្រាប់ឈ្មួញឆ្លៀតឱកាសបងមិនដល់ទៅពេលអញ្ចឹងទៅវាទៅជាវិចវាទៅជារិទ្ធព្រៃឈើនៅក្នុងប្រទេសកម្ពុជាទៅជាវិនិច្ឆ័យហើយប្រភពពីវាយើងអាចមើលឃើញថាជួនកាលអាចជាបទបញ្ជាជាសំណាក់របស់ហ៊ុនម៉ាណែតដែរថាកាត់ទៅតែនេះអញនិយាយថាអញ្ចឹងមនុស្សគេលែងចាប់អារម្មណ៍ហើយហ៊ុនសែនខ្លាំងប៉ុន្តែវាទី2តើវាអាចជាការប្រឆាំងឬក៏ប្រមាថដល់ហ៊ុនម៉ាណែតទេអានឹងមានភាគរយច្រើនព្រោះមានបើកាលណាគេប្រឆាំងប្រមាថមានន័យថាសម្ដីគណៈបកប្រជាជនគេដឹងហើយថាគណៈបកប្រជាជនហ៊ុនសែនហ៊ុនម៉ាណែតអីណាគឺបង្ក្រាបតែមនុស្សសុចរិតទេដូចជាអ្នកការពារបរិស្ថានដូចជាអ្នកការពារព្រំដែនដូចជាគណៈបកប្រឆាំងអីទេបើគណៈបកប្រជាជនកាប់យ៉ាងច្រើនហ្នឹងគឺគេស្ដីឲ្យមេហៅទៅស្ដីឲ្យរួចខ្លួនគេឲ្យកាប់ទៅបើមេស្ដីឲ្យអានឹងយើងមិនមានតែខាតអីមានតែគេផ្សាយផ្ទាល់ប៉ុន្តែបើសិនជាមេអត់ស្ដីឲ្យមេអត់ដឹងយើងបានលុយយើងបានព្រៃឈើឃើញទេអញ្ចឹងចំណុចនេះដែលគណៈបកប្រជាជនមើលឃើញថាអាច្បាប់នៅក្នុងប្រទេសកម្ពុជានេះគេមិនអនុវត្តសម្រាប់កំទេចសម្រាប់ចាត់វិធានការទៅលើជនឧក្រិដ្ឋរបស់ល្មើសទេគេប្រើសម្រាប់តែកាត់សម្លាប់សេរីភាពប្រជាជនណាដែលមានកំណត់ផ្ទុយពីគណៈបកប្រជាជននេះថានោះរាហៀងការពិតគឺអញ្ចឹងមែនអ្នកដែលមានកំណត់ផ្ទុយពីគណៈបកប្រជាជនអានេះគេប្រើគេអាច្បាប់ហ្នឹងគិតចំណាយគេយកទៅប៉ុន្តែអ្នកដែលជាគណៈបកប្រជាជនឲ្យទៅបានពាក់សូហ្វីលើយកអាផ្លាកគណៈបកប្រជាជននឹងអគុណសន្តិភាពពាក់បឡៅកអូយលោកឲ្យតាំងពីអុកញ៉ាដល់បោកដីដល់បោកលុយណែប្រជាជនបោកផ្ទះដល់វែងដល់កាប់ព្រៃឈើដល់លុបស្ទឹងលុបទន្លេមេគង្គឲ្យតែបានពាក់ផ្លាកហ៊ុនសែនបងប្អូនឲ្យតែយកផ្លាកបឡៅកពាក់ហ៊ុនសែននឹងគឺទៅបានកំបិតបានបថៅនឹងដល់កាប់សម្លាប់ណែធនធានធម្មជាតិកាប់សម្លាប់ណែសេរីភាពនឹងគឺសបាយណាពួកនោះវាដឹងថាយ៉ាងច្រើនមេស្អីឲ្យទេឥឡូវយើងឃើញហើយខ្ញុំខ្លោចផ្សាបងប្អូនណាពេលដែលឃើញយោងតាមអាស៊ីសេរីមកអស់កតបတ်នៃការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជាខ្ញុំមើលទៅឃើញថាកម្ពុជាយើងមកអាណត្តិទៀតដូចមិនដល់ទេបងប្អូនណាវិនិច្ឆ័យវិលរហូតឋានផ្ទុយពីប្រទេសឡាវផ្ទុយពីប្រទេសវៀតណាមផ្ទុយពីប្រទេសថៃហើយដែលទុនធានធម្មជាតិនៅល្អខ្ចោះណាថ្ងៃនេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថាបងប្អូនក្រោមការដឹកនាំបន្តពូជណែណាប្រទេសកម្ពុជាសម្បត្តិធម្មជាតិវិនិច្ឆ័យហើយ VKC យើងឃើញជាក់ស្ដែងហើយមែនទេអញ្ចឹងបានជាមានតែប្រជាជនខ្មែរទាំងអស់ប្រតិកម្មហើយកុំធ្វើរឿងដដែលធ្វើអ្វីដែលប្លែកដើម្បីការពារសម្បត្តិធម្មជាតិរបស់យើងពីព្រោះយើងមើលឃើញហើយមែនទេបើសិនជាមិនមែនជាបទបញ្ជារបស់ហ៊ុនម៉ាណែតទេមានន័យថានៅក្នុងគណៈបកប្រជាជនគ្មានពីណាគេទៅគោរពទេ
trong dây nó cặp phục vụ nơi biết đắng ấy vì thay dân chở gì hào được đây ở miền đà nã cho cốc pre cho mình share cái đó đi cái cam pre cho mình được tay tiền tu được tu sơn đà sát khâu chân cái này cả lắp đủ nắp cái này ประเทศบทទី1ត្រឡប់មកខាងដើមវិញពួកអាមិញជាកូនប្រធានបទទៅមើលរឿងខ្លាំងយ៉ាងពីការកាប់បំផ្លាញព្រៃឈើខ្ញុំចោទសួរមានន័យថាខ្ញុំយល់ទឹកបណ្ណាថាតើហ៊ុនសែនប្រើយុទ្ធសាស្ត្រខ្មោចបងប្អូនអ្វីទៅដែលហៅថាយុទ្ធសាស្ត្រខ្មោចខ្ញុំនឹងនិយាយច្បាស់វិបុល IR ហើយខ្ញុំនឹងលើកផុសតាងជាក់ស្ដែងយុទ្ធសាស្ត្រខ្មោចមានន័យថាយុទ្ធសាស្ត្រដែលគ្មានរូបមានតែសម្លេងឬក៏មានតែពាក្យសម្ដីហើយខ្មោចគឺលងតែមនុស្សខ្លាចបើយើងមិនខ្លាចខ្មោចអត់មានអំណាចហើយក៏អត់លងដែរបងប្អូនទៀតជឿសូនណាមានជីវិតត្រូវតស៊ូខ្មោចមានអំណាចខ្លាំងក្លាធ្វើឲ្យយើងឈឺអង្គុសក់គឺនៅពេលណាដែលយើងខ្លាចនិយាយឲ្យខ្លីអំណាចរបស់ខ្មោចគឺស្ថិតនៅលើភាពភ័យខ្លាចរបស់យើងហេលយូពេលដែលយើងមិនខ្លាចខ្មោចក៏លែងមានអំណាចហើយក៏អត់លងដែរបងប្អូនមើលបើយើងនិយាយពីវិទ្យាសាស្ត្រជាក់ស្ដែងកន្លែងបច្ចុប្បន្នកន្លែងណាដែលគេថាល្បីខ្មោចលងហ្នឹងអាហ្នឹងពុះដីលោលក់ហើយមានខ្មោចណាលងទេខ្មោចរត់បាត់ដៃបាត់ជើងហើយអញ្ចឹងហ៊ុនសែនក៏ប្រើយុទ្ធសាស្ត្រខ្មោចលងខ្មោចលងមានតែម៉េចគឺយុទ្ធសាស្ត្របន្លាចមនុស្សឲ្យខ្លាចពីព្រោះគាត់ដឹងអំពីចិត្តសាស្ត្រខ្មែរយើងខ្លាចបាក់ស្បាតដូច្នេះអំណាចរបស់ហ៊ុនសែនពឹងផ្អែកទៅលើភាពភ័យខ្លាចរបស់យើងទាំងអស់គ្នាច្បាស់ 100% មែនទេហើយដើម្បីអេងចៅពៅមូរីបូរ៉ាដើម្បីរក្សាអំណាចហ៊ុនសែនត្រូវតែរក្សាខ្មោចលងខ្ញុំចង់និយាយខ្មោចតើខ្មោចនៅក្នុង Facebook ខ្ញុំនិយាយពីយុទ្ធសាស្ត្ររបស់គាត់គឺគាត់ត្រូវបន្តបន្លាចមិនត្រូវឲ្យមនុស្សឈប់ខ្លាចទេថ្ងៃណាដែលមនុស្សឈប់ខ្លាចថ្ងៃនោះហ៊ុនសែនអស់អំណាចរបស់ហ៊ុនសែនគឺអាស្រ័យលើភាពភ័យខ្លាចរបស់យើងឡៅពូលីនច្បាស់ណាស់តែហ៊ុនសែនក៏ដឹងច្បាស់ជាងគេគាត់ដឹងអំពីចិត្តសាស្ត្រខ្មែរខ្លាចណែសក្តានុពលអានេះអត់សាមគ្គីគ្នារុញអានោះមួយបថយអានោះមួយហើយបាក់ស្បាតខ្មែរមានជំងឺបាក់ស្បាតហើយចែកចាយអាភាពបាក់ស្បាតតកូនណាដោយសារមានតាំងពីជំនាន់ប៉ុលពតមកចឹងទៅដូចខ្ញុំណាបងប្អូនដឹងសម្ពាធខ្ញុំមានសម្ពាធពីហ៊ុនសែនណាតែជាសម្ពាធគ្រួសារទេខ្ញុំនិយាយត្រង់ទេដោយសារអីដោយសារតែបាក់ស្បាតបើខ្ញុំទុកអត់ជាប់បើខ្ញុំទុកមិនជាប់រហូតមកទល់បច្ចុប្បន្នណាខ្ញុំដូចឲ្យបណ្ណាចឹងមែនទេប៉ុន្តែខ្ញុំយល់ច្បាស់ខ្ញុំបានបដិញ្ញាចិត្តថាខ្ញុំស៊ូស្លាប់ខ្ញុំត្រៀមខ្លួនស្លាប់ជាស្រេចនៅក្នុងសមរភូមិតស៊ូមតិមួយនេះណាខ្ញុំត្រៀមខ្លួនតស៊ូដល់ដង្ហើមចុងក្រោយនេះមិនថាយ៉ាងណាក៏ដោយពីព្រោះយើងត្រូវតែផ្លាស់ប្ដូរអាផ្នត់គំនិតបាក់ស្បាតណាដែលចាស់ចេះតែបំភ័យមនុស្សតគ្នារហូតអាភាពបាក់ស្បាតហ្នឹងណាថ្ងៃណាមួយខ្មែរអង្គរដែលអន្តរជាតិដែលប្រទេសជិតខាងវាឆ្លៀនពេលមកយើងបាក់ស្បាតសាប់យើងងាប់បាត់អញ្ចឹងបានតែខ្ញុំម្សិលមិញខ្ញុំនិយាយពីគុណសម្បត្តិនិងគុណវិបត្តិនៃសង្គ្រាមនេះតែមិនមកណាបើយើងខ្លាចសង្គ្រាមមិនតខ្លាចទាំងអស់គ្នាតថៃក៏វាខ្លាចយួនក៏វាខ្លាចឡាវក៏វាខ្លាចអីក៏វាខ្លាចបើយើងខ្លាចតែយើងបង្រៀនមនុស្សឲ្យបាក់ស្បាតឲ្យប្រជាជនអត់បង្រៀនឲ្យប្រជាជនហ្នឹងរៀនការពារទឹកដីប្រតិកម្មចំពោះភាពអយុត្តិធម៌មែនទេអាប្រទេសជិតខាងហ្នឹងឃើញយើងបាក់ស្បាតទុនខ្សោយអស់យើងមើលមិនដឹងបាត់20ឆ្នាំ50ឆ្នាំទៀតវាឆ្លៀនពៀនចូលមកធ្វើមិនទៅវាឆ្លៀនពៀនចូលមកយើងបាក់ស្បាតហើយហ្នឹងផ្នែកកំណត់យើងផ្នែកកំណត់នៃខ្លាចហ្នឹងអញ្ចឹងអាខ្លាចហ្នឹងណាគឺជាសុខពិសិដ្ឋមានវិជ្ជមាននិងអវិជ្ជមានប៉ុន្តែអវិជ្ជមានច្រើនឲ្យដាក់ពាក្យខ្លាចនៅក្នុងហ្នឹងប៉ុន្តែទីទៀតខ្ញុំយកពីខ្លាចចំពោះនៃភាពខ្លាចណាអញ្ចឹងហ៊ុនសែនគាត់ប្រើយុទ្ធសាស្ត្រខ្មោចលងដើម្បីលងមនុស្សនឹងឲ្យខ្លាចបាត់សក់រហូតខ្ញុំនិយាយរឿងថាមនុស្សមិនដែលឃើញខ្មោចទេអ្នកណានិយាយឲ្យត្រង់មិនដែលហ្មងមិនដែលតែឃើញខ្មោចលងឲ្យផ្ទាល់ភ្នែកមិនទេប៉ុន្តែមនុស្សខ្លាចខ្មោចដោយសារអីដោយសាររឿងព្រេងនឹងគេនិយាយដោយសារតែរឿងព្រេងនឹងគេនិយាយហើយ
មានបិទឬមិនបិទគឺយើងមិនដឹងប៉ុន្តែបើស្ដាប់ទៅគឺខ្លាចមករឿងព្រាងគឺរឿងអីរឿងព្រាងវាអាចរឿងជាអក្សរសិល្ប៍ជាសិភៅជាទូរទស្សន៍ជាអីចឹងទៅខ្ញុំចង់នេះសន្តានាកាលនៅពីក្មេងៗទូរទស្សន៍គេទៅមានណាមើលរឿងខ្មោចក្នុងទូរទស្សន៍មើលហើយដើរមកផ្ទះបានទេលងឹតមកបងទៅនៅស្រុកស្រែម៉ោងកាលហ្នឹងម៉ោង9អីគេបិទទូរទស្សន៍ហើយរដ្ឋាភិបាលនេះនៅស្រុកស្រែបងប្អូនមានណាដែលធ្លាប់មើលរឿងខ្មោចហើយមកដើរមើលពីដើមមានទូរទស្សន៍មានមួយភូមិមានមួយយើងទៅដល់តែពេលត្រឡប់មកវិញគឺដើរសដៅគ្នាបងប្អូនណាហើយបន្លាចគ្នាយំមានក្មេងខ្លះយំភ្លាត់ទៅមកបាក់ស្បាតមកមួយណាមួយទៀតមានគ្រីស្ទីណាកាខ្ញុំឲ្យតែទៅភូមិក្មេងៗចូលចិត្តស្ដាប់ខ្ញុំកាលនៅស្រុកខ្មែរណាក្មេងៗគេចេះខែលងឹតអាខ្លាចនោះខ្លាចនិយាយពីរួញប៉ុន្តែចូលចិត្តស្ដាប់ខ្ញុំនិយាយខ្ញុំនិយាយតាមរឿងអានសភៅណានិយាយរឿងខ្មោចទៅគ្រាន់តែនិយាយហើយម្នាក់ហ្នឹងក្មេងខ្លះគេផ្ទះពីមកតែឯងក៏មកជាមួយបងយំរកកន្លែងទៅផ្ទះឃើញដើរតាមយើងបណ្ដោយឥឡូវយើងចង់និយាយថាខ្មោចបងប្អូនយើងមិនដែលឃើញប៉ុន្តែយើងស្ដាប់ពាក្យសម្ដីតារាពុទ្ធជឿនគេធ្វើឲ្យយើងខ្លាចណែចុះបើយើងមិនខ្លាចគឺវាអត់អីទេអត់មានតែខ្មោចណាមកឡងយើងបាត់ណាបងសុខចិត្តណាស់ឥឡូវខ្ញុំសួរថាហើយចុះហ៊ុនសែនប្រើយុទ្ធសាស្ត្រខ្មោចហ្នឹងគឺយ៉ាងម៉េចគឺយុទ្ធសាស្ត្រគំរាមសម្លុតបំភ័យគំរាមសម្លុតបំភ័យដើម្បីអីដើម្បីឲ្យយើងខ្លាចហើយចុះហ៊ុនសែនចាប់មនុស្សដាក់គុកទេចាប់ប៉ុន្តែដូចភូមិចាប់ដល់រាប់ម៉ឺននាក់បាទអត់ទេសិនអត់ដែរចាប់ដល់រាប់ម៉ឺននាក់ហេតុអីខ្លាចដែរឃើញទេហ៊ុនសែននៅតែខ្លាចទី1គឺគាត់ត្រូវតែខ្លាចគាត់ត្រូវតែបន្លាចខ្មែរទាំងអស់ឲ្យខ្លាចតាមរយៈចាប់ពីព្រោះគាត់យល់ច្បាស់ថានៅក្នុងប្រទេសកម្ពុជាហ្នឹងគឺមនុស្សស្អប់គាត់ស្ទើរតែ 90% ដូច្នេះគាត់ត្រូវតែបន្លាចកុំឲ្យហើយគាត់អត់ចង់ស្ដាប់ពាក្យណាដែរគាត់ឈឺគាត់មានជំងឺមួយដែលថាឮពាក្យរិះគន់អត់បានគាត់ទ្រាំលេងបានណាបិទអ៊ីមពីដើមគាត់ដូចខ្ញុំនិយាយថាហ៊ុនសែនដើរចំមុងណាខ្លាចតាំងពីស្លឹកឈើហើណាស្លឹកឈើក៏គាត់ខ្លាចដែរពីដើមគាត់ខ្លាំងគាត់ដោះអាវបើក្បាលពុះឲ្យគេដាល់យើងដាល់ទៅចុកដៃគាត់សោចឥឡូវអត់ទេគាត់កើតជំងឺភ័យខ្លាចពេញខ្លួនខ្លងកុំតែប៉ះបានទេប៉ះងាប់តែប៉ះគាត់ដកបេបាញ់មកពីដើមហ្នឹងណាយើងដាល់គាត់មួយដៃទៅគាត់សោចចំអប់ឲ្យយើងទេឥឡូវហ្នឹងកុំថាឲ្យសោចចំអប់គាត់តែយើងមិនបាច់ដាល់គាត់យើងដើរកាត់មុខគាត់ខ្ចល់បោះហ្នឹងនាំឲ្យឈឺស្បែកគាត់ដកបេបាញ់កំតិចហ្វាប៊ីជាអញ្ចឹងគាត់ប្រើប្រាស់អាវិធីគំរាមសម្លុតបំភ័យនិងចាប់ប្របាត់របាយមកពុតឃើញណាគាត់អត់មានអាចធ្វើដូចនៅភូមិមានលេងម្ដង 20000 អីចឹងទេ 20000 គាត់អត់មានទៅអីចឹងទេគាត់ចាប់ប្របាត់របាយដើម្បីរក្សាកម្ដៅនៃសេចក្តីភ័យខ្លាចបើគាត់និយាយតែមាត់អត់មានការចាប់អានឹងមនុស្សគាត់ខ្លាចច្បាស់មកណាបើគាត់និយាយតែមាត់អត់មានការចាប់មនុស្សគាត់ខ្លាចគាត់ត្រូវតែនិយាយហើយត្រូវតែមានការចាប់ក្នុងចំណោមប្រមាណ17 16 17លានអ្នកហ្នឹងណាសរុបមានអ្នកសិកាខ្មែរ2 3នាក់ជាងគាត់ត្រូវចាប់2 3នាក់ដើម្បីឲ្យមនុស្សហ្នឹងស្របថាអូសម្ដីហ៊ុនសែនហ្នឹងខ្លាំងណាស់គឺចាប់មែនណាមួយទៀតគាត់ប្រើការបំផិតបំភ័យហ្នឹងគឺជំនួសឲ្យអាវុធណាបងប្អូនហើយគាត់មានមោទនភាពគាត់សម្បូរដែលប្រទេសភូមាដើម្បីបង្ក្រាបមនុស្សត្រូវការសម្លាប់មនុស្សជាង 1000 នាក់ដាក់គុកមនុស្សជាង 30000 នាក់ខ្ញុំថាគាត់មោទនភាពណានៅប្រទេសណាប្រទេសផ្សេងជាពិសេសគាត់ប្រៀបទៅនឹងភូមាណាបងប្អូនពិចារណាមើលហ៊ុនសែនគាត់អាចប្រើគ្រាប់មកគ្រាប់ទេណាគាត់អាចប្រើកម្លាំងយោធាបើគាត់ប្រើគាត់សម្ញៃទេគាត់គាត់ថាពង្រាយសម្ញៃសម្ញៃគាត់ចាប់ពីដែលគាត់បង្ក្រាបបានហើយគាត់ដកទៅវិញគឺគាត់ប្រើអីដើម្បីសម្លាប់ចិត្តរបស់យើងគឺគាត់ប្រើការបំភ័យហើយនឹងចាប់មនុស្សដាក់គុក 3-4 នាក់ក្រោយការបំភ័យរបស់គាត់អញ្ចឹងអានឹងគេហៅថាយុទ្ធសាស្ត្រខ្មោចលងដែលគាត់ប្រើរហូតមកទល់បច្ចុប្បន្នអានឹងហើយដែលជាខ្ញុំនិយាយនៅក្នុងប្រធានបទតែងដដែលរឿងរងឈុននិងរឿងគណៈបកប្រឆាំងណាគុំទៅនិយាយរឿងបោះឆ្នោតណាអត់ទៅរួចទេប្រទេសកម្ពុជាគ្មានទេការបោះឆ្នោតមួយកុំទៅធ្វើរឿងដដែលចង់បានលទ្ធផលថ្មីទៅមិនរួចទេយុវជនខ្មែរក៏បើយើង
មិនប្រឹងក្រោកឈរដើរដោយខ្លួនឯងយើងរងចាំប្របាទធម្មប្រព្រំប្រអិនធ្លាក់ពីលើមេឃមកជួយយើងទៅអត់រួចទេហើយយើងនៅក្នុងស្រុកមានស្រាប់បើយើងរងចាំតែអ្នកក្រៅប្រទេសអ្នកចាំអ្នកក្រៅប្រទេសសិនបើហ៊ុនសែនផ្ទុកអ្នកក្រៅប្រទេសជាប់អស់គឺមានន័យថាវិនិច្ឆ័យអញ្ចឹងគឺជាពេលវេលាមួយដែលយើងត្រូវណាផ្លាស់ប្ដូរផ្នត់គំនិតផ្លាស់ប្ដូរផ្នត់គំនិតដែលសំខាន់គឺអីទេបងប្អូនដែលសំខាន់គឺអីទេមិនណាយល់អ្វីដែលសូនតាចង់និយាយមានន័យថាឈប់ខ្លាចព្រោះទោះបីជាសូនតានិយាយក៏ដោយមនុស្សគ្រាន់តែយល់តែគ្មាននរណាម្នាក់ដែលអាចលះបង់សេចក្តីខ្លាចនឹងទៅជាក្លាហានបានទូទាំងប្រទេសកន្លងទេអត់មានទេប៉ុន្តែយ៉ាងនេះយ៉ាងហោចណាស់យើងបានចាប់ផ្ដើមណាបានចាប់ផ្ដើមយើងមិនអាចធ្វើបានដើមស្វាយថ្ងៃនេះហូបស្អែកបានទេប៉ុន្តែក្នុងរយៈពេល5ឆ្នាំ10ឆ្នាំ15ឆ្នាំ20ឆ្នាំទៅមុខទៀតនឹងធ្វើឲ្យវាคล้ายជាការពិតគឺឈប់ខ្លាចអំណាចផ្ដាច់ការវិនិច្ឆ័យឯងស្ដាប់សូនណាឈប់ខ្លាចថ្ងៃណាអំណាចផ្ដាច់ការវិនិច្ឆ័យរាល់ថ្ងៃហ៊ុនសែនគាត់កំពុងតែដេកហួចមោទនភាពណាពេលក្រោយគាត់គំរាមកំហែងនឹងចាប់មនុស្សដាក់គុកគឺគាត់ចំណេញច្រើនណាស់អាហ្នឹងហើយតែគាត់យកទៅភូតនៅប្រទេសមួយចំនួនថាស្រុកមានសន្តិភាពឃើញអត់មានអីទេមានណាតវ៉ាមានអីទេគាត់ធ្វើវិធីពីរគេហៅថាវាយលួងយ៉ាងម៉េចណាវាយស្អំខ្មែរយើងក៏មានអាហ្នឹងវាយ3ក្បាលហើយយកថ្នាំទៅស្អំមានន័យថាគាត់ត្រូវតែបំភ័យប្រជាជនឲ្យខ្លាចឲ្យបាក់ស្បាត់ហើយគាត់ធ្វើបុណ្យសបាយដូចជាបុណ្យបដាល់ពីដើមបដាល់មានទេបដាល់ដើរតាមចល័តខេត្តអាហ្នឹងសិទ្ធិការរៀបចំរដ្ឋណាគាត់គេធ្វើបុណ្យចូលឆ្នាំគេធ្វើសង្ក្រាន្តគេតែងភ្លើងដូចខ្ញុំនិយាយបៃលិនហ្នឹងដែនដីត្បូងពេជ្រវិនិច្ឆ័យហិនហោចអស់អាលីងទៅយកភ្លើងហ្នឹងឲ្យមនុស្សមើលបងប្អូនណាមនុស្សបច្ចុប្បន្នហ្នឹងគឺគេមិនចឹងបោកគាត់ថាគឺគេចាប់ផ្ដើមបំផ្លាញសម្បត្តិធម្មជាតិបំផ្លាញធនធានជាតិអស់ហ្នឹងគេទៅធ្វើសួនគេបំផ្លាញព្រៃហើយមកព្រៃទៅគេទៅធ្វើសួនគេទៅធ្វើដាំដើមឈើនៅសួនច្បារខេត្តបាត់ដំបងឬក៏ដាក់ភ្លើងអីទៅតាំងពីពួកឲ្យមនុស្សទៅមើលអត់សប្បាយគេចាច់ទុកមនុស្សជាភ្លើងហ្នឹងគេសាច់មកមៀចរាល់ថ្ងៃនេះបំវក់ខ្មែរបំផ្លាញអីចឹងទៅអត់ឧទាហរណ៍ថាដូចជាព្រៃឡង់បំផ្លាញខ្ទេចគេទៅធ្វើហាងកាហ្វេមានព្រៃឈើបងប្អូនបច្ចុប្បន្នណាហាងកាហ្វេឬហាងកាទៀវណាដែលមនុស្សចូលចិត្តគឺជាហាងកាហ្វេនិងហាងកាទៀវទាំងឡាយណាដែលមានលក្ខណៈជាព្រៃមានន័យថាម៉េចដោយរូបពីដើមគេហៅថាសិល្បៈនៅក្នុងការចម្អិនណាបច្ចុប្បន្នគឺដូចប្រទេសកម្ពុជាគឺដូចហ្នឹងបំផ្លាញព្រៃឈើអស់នាំគ្នាទៅមើលការតាំងពិព័រណ៍រូបព្រៃឈើអាព្រៃឈើមែនតើបំផ្លាញខ្ទេចមែនទេបំផ្លាញព្រៃឈើអស់មនុស្សនាំគ្នាទៅហាងកាហ្វេដែលមានលក្ខណៈព្រៃឈើហាងកាហ្វេដែលមើលទៅដូចព្រៃមានទឹកមានដើមឈើមានអីមនុស្សចង់និយាយថាផ្នត់គំនិតមនុស្សណាស្រឡាញ់សម្បត្តិធម្មជាតិណាសម្បត្តិធម្មជាតិណាប៉ុន្តែយើងសួរថាយើងបន្ទោសម្នាក់អញ្ចឹងអត់ទេគាត់ធ្វើត្រូវមនុស្សដែលធ្វើអញ្ចឹងមនុស្សធ្វើត្រូវយើងគួរតែលើកទឹកចិត្តប៉ុន្តែយើងគាត់តែចង់ប្រៀបធៀបអំពីណានរិនថារបៀបដឹកនាំប្រទេសមួយដែលថាពេលដែលប្រទេសហ្នឹងវាវិនិច្ឆ័យហិនហោចខ្ទេចខ្ទីខ្ទាំព្រៃឈើអត់យើងនឹងឃើញការតាំងពិព័រណ៍ព្រៃឈើជារូបភាពហាងកាហ្វេឬក៏រូបភាពព្រៃនៅក្នុងហាងកាទៀវអាហ្នឹងមានប្រទេសវិនិច្ឆ័យហិនហោចបងប្អូនមើលនៅស្រុកបារាំងហាងកាហ្វេមានព្រៃឈើណាហាងកាហ្វេគឺហាងកាហ្វេហ្នឹងមនុស្សបងប្អូនមើលនៅស្រុកថៃអីក៏ដោយស្រុកអីហេតុអីព្រោះព្រៃឈើវាអត់អស់នៅអាមេរិកបងប្អូនមានដែរឃើញហាងកាហ្វេនៅក្នុងព្រៃចូលទៅមានដូចកំសាន្តមានអត់មានទេហេតុអីព្រោះស្រុកហ្នឹងគឺវាសាមញ្ញព្រៃឈើវាសាមញ្ញស្រុកយើងវាអស់ហើយដូចជើងអស់ហើយវាអាណិតបេះដូងវាអាណិតវាសំណោះវាស្ដាយជើងទៅបើវាអស់ពីព្រៃហើយត្រូវតែបង្កើតវានៅក្នុងដួងចិត្តនៅក្នុងផ្ទះអញ្ចឹងអ្វីនេះខ្ញុំចង់ន័យធៀបថាខ្លាចថ្ងៃណាដែលខ្មែរជប់ខ្លាចថ្ងៃហ្នឹងអំណាចផ្ដាច់ការនឹងត្រូវសូន្យមកនិយាយបានតែធ្វើមិនបានហើយខ្ញុំនិយាយថាមិនមែនទោះបីជាថ្ងៃនេះធ្វើមិនបានប៉ុន្តែយើងមើល5ឆ្នាំទៀតនិយាយចឹង10ឆ្នាំទៀត15ឆ្នាំទៀតឲ្យតែយើងមានការបដិញ្ញាចិត្តនឹងថាឈប់ខ្លាចម្ដងបន្តិចណាវានឹងដល់ថ្ងៃឈប់ខ្លាចណាអញ្ចឹងបានជាខ្ញុំនិយាយរឿងគិតថាមិនអាចទៅត្រូវឥឡូវនេះណាខ្ញុំនិយាយថាអ្នកឯងចាប់ឪពុករបស់ខ្ញុំធ្វើបាបតើមានដឹងថាថ្ងៃស្អែកខ្ញុំនឹងទៅដឹកនាំប្រទេសទេអានេះគេថាចេះណាហើយខ្ញុំនៅតែនិយាយដដែលអ្នកឯងចាក់ធ្វើបាបឪពុករបស់ខ្ញុំតើអ្នកឯងមានដឹងថាថ្ងៃស្អែកខ្ញុំទៅដឹកនាំប្រទេសហើយយកទៅគិតហើយព្យាយាមខ្ទប់សូនតារាបាននៅខ្ញុំនៅតែមានការបញ្ញាចិត្តចឹង